Bà,សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការធ្វើនិមប័ណ្ណអញ្ចឹងដោយគំរូដែលខ្ញុំបង្ហាញជូននេះហើយខ្ញុំធ្វើនេះគឺតបតាមការស្នើសុំរបស់អ្នកទាំងអស់គ្នាដែលបានស្នើសុំមកខ្ញុំថាឲ្យជួយបង្ហាញរបៀបធ្វើនិមប័ណ្ណនៅក្នុងកម្មវិធី Word អញ្ចឹងនៅក្នុងកម្មវិធី Word មិនត្រឹមតែយើងប្រើការងារទូទៅបានទេក្នុងហ្នឹងក៏យើងអាចយកវាមក design ធ្វើជាអឺនិមប័ណ្ណឬក៏ក្របសភៅឬក៏ម៉ូដផ្សេងៗបានដែរអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមបង្ហាញយកតែម្ដងបាទអញ្ចឹងនេះជាគំរូដែលខ្ញុំបង្ហាញជូនហើយខ្ញុំនឹងធ្វើជូនម្ដងមួយពីជំហានមួយទៅជំហានមួយហើយសង្ឃឹមថាវីដេអូនេះនឹងអាចជួយអ្នកទាំងអស់គ្នាបានបាទអញ្ចឹងយើងចូលមកកាន់កម្មវិធី Word របស់យើងមកបាទអញ្ចឹងនេះគឺជាគំរូដែលខ្ញុំធ្វើជូនមួយហើយអ្នកទាំងអស់គ្នាអាចមើលបានអញ្ចឹងមុននឹងធ្វើនិមប័ណ្ណអ្នកទាំងអស់គ្នាត្រូវស្គាល់ពីទំហំរបស់វាអញ្ចឹងនៅក្នុងការប្រើប្រាស់ខ្នាតគឺសំខាន់ប្រសិនបើយើងប្រើប្រាស់ខ្នាតអត់ត្រូវទេពេលដែលយើង print មកគឺវានឹងខុសអញ្ចឹងការកំណត់ទំហំខ្នាតវាគឺជារឿងចាំបាច់អញ្ចឹងជំហានដំបូងគឺយើងត្រូវដឹងពីខ្នាតអញ្ចឹងខ្នាតដែលខ្ញុំប្រើទូទៅស្តង់ដារដែលគេប្រើនោះគឺខ្នាតវាគឺ5.05 សង់ទីម៉ែត្រគុណនឹង8.89 សង់ទីម៉ែត្រអញ្ចឹងនេះគឺជាខ្នាតទូទៅដែលគេប្រើនៅលើនិមប័ណ្ណតោះអញ្ចឹងកុំឲ្យខាត់ពេកយើងចូលមកធ្វើតែម្ដងអញ្ចឹងជំហានដំបូងគឺយើងត្រូវគូរទម្រង់ shape មួយបែបនេះអញ្ចឹងយើងចូលមកកាន់ insert នេះមកបាទហើយវីដេអូនេះប្រហែលជាយូរតិចហើយបាទអូខេអញ្ចឹងយើងចូលមកកាន់ shape នេះមកយើងធ្វើការរើសទៅលើ shape នេះមួយបាទយើងហៅ rectangle បាទយើងយកមកធ្វើការអូសសិនទៅអត់អីទេចាំយើងកំណត់តាមក្រោយអូខេអញ្ចឹងដល់ត្រង់ចំណុចនេះគឺយើងមិនចាំបាច់ទៅអង្គុយទាញបែបនេះទេបាទដូចខ្ញុំជម្រាបជូនមកអញ្ចឹងគឺយើងកំណត់ទំហំតាមអ្វីដែលយើងបានរៀបចំឲ្យស្រេចតែម្ដងបាទអញ្ចឹងអ្នកទាំងអស់គ្នាមើលមកខាងស្ដាំដៃបំផុតយើងឃើញមានខ្សែបាទនៅត្រង់នេះអញ្ចឹងយើងធ្វើការកំណត់ខ្សែឲ្យបានត្រឹមត្រូវដោយតែរូបភាពខ្ញុំបង្ហាញជូនបាទអញ្ចឹងនេះខ្ញុំដាក់0.5ទៅសង់ទីម៉ែត្របាទហើយចំណែកឯខាងក្រោមគឺយើងយក8.89អូខេយើងវាយចូលមក8.89សង់ទីម៉ែត្រអូខេអញ្ចឹងយើង enter មួយមកបាទយើងបានខ្នាតបាទអូខេអញ្ចឹងពេលដែលបងប្អូន enter មកគឺយើងបានខ្នាតប៉ុណ្ណឹងបាទអញ្ចឹងខ្នាតនេះគឺប៉ុនគ្នាបាទអូសំទោសបាទលើសខ្នាតអធិស្ឋានបាទអញ្ចឹង8ទេមិនមែន9ទេបាទអូខេនេះប៉ុនគ្នាបាទប៉ុនគ្នាហើយអូខេអញ្ចឹងយើងបានខ្នាតនឹងមកហើយគឺយើងធ្វើការដោះផ្ទៃនេះចោលគឺយើងទុកតែផ្នែកខាងក្រៅទេអូខេដើម្បីដោះផ្ទៃវាបានយើងចូលមកកាន់ save format នេះមកហើយយើងចូលមកកាន់ fill យើងធ្វើការដោះ fill វាចេញបាទយើងមិនបាច់ដាក់ fill ទេព្រោះអីយើងអត់ដាក់ទេ fill ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការ fill យើងដាក់ fill ទៅអញ្ចឹងក្នុងគំរូនេះខ្ញុំដោះវាចេញបាទហើយយើងអាចដាក់ពោលអីក៏បានដែរអញ្ចឹងខ្ញុំសូមធ្វើការដោះវាចេញអូខេសម្រាប់ outline ខាងក្រៅនេះគឺយើងពង្រួមវាដែរមើលទៅធំពេកដូចជាអត់សូវស្អាតទេយើងពង្រួមវាបន្តិចមកដើម្បីឲ្យវាមើលទៅរាងតូចបន្តិចយើងចូលមកកាន់ outline បាទហើយយើងយក weight នេះមកយើងធ្វើការបន្ថយរបស់វាយើងអាចដាក់ប៉ុណ្នេះក៏បានដែរហើយពណ៌អ្នកនរគ្នាធ្វើការរើសពណ៌ខ្មៅក៏បានពណ៌អីក៏បានដែរបាទអញ្ចឹងខ្ញុំសូមយកពណ៌ខ្មៅតែម្ដងបាទអូខេជំហានទី1គឺរួចរាល់ជំហានបន្ទាប់គឺយើងធ្វើការគូរនេះបាទអញ្ចឹងដើម្បីធ្វើការគូរវាបានគឺយើងចូលមកកាន់ shape នឹងដដែលហើយយើងធ្វើការរើសផ្នែកមួយគឺខ្ញុំធ្វើការរើសយកនេះបាទនៅក្នុង flow chart អញ្ចឹងអ្នកទាំងអស់គ្នាអាច check មើលនៅលើ flow chart ទៅឃើញទម្រង់មួយអញ្ចឹងទម្រង់នេះគឺទម្រង់ manual input បាទយើងចុចលើវាមកបាទហើយយើងធ្វើការអូសមកបាទអូសអញ្ចឹងបងប្អូនស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងទៅអញ្ចឹងខ្ញុំរៀបនេះគឺខ្ញុំរៀបល្មមទៅបងប្អូនស្រឡាញ់ធំយកធំស្រឡាញ់តូចយកតូចទៅបាទអូខេយើងបានប៉ុណ្ណឹងយើងមើលវាស្អាតចឹងមកអូខេហើយអូខេយើងដោះហើយកុំភ្លេចដោះយើងដោះ game វាចេញដែរយើងអត់យកទេ game outline ហ្នឹងគឺយើងដោះចេញទៅបាទអញ្ចឹងដល់ត្រង់ចំណុចនេះយើងទុក fill ខាងក្នុងអូខេដល់ត្រង់ចំណុចនេះគឺកន្លែងសំខាន់ហើយបងប្អូនទាំងអស់គ្នាមើលឲ្យតន់អញ្ចឹងគឺយើងត្រូវពត់វាបែបនេះដើម្បីឲ្យវាមានទម្រង់បែបហ្នឹងគឺពត់តាមទម្រង់ជាក់ស្ដែងមិនចាំបាច់ពត់តាមខ្ញុំក៏បានដែរអ្នកទាំងអស់គ្នាអាចធ្វើការពត់តាមតម្រូវការរបស់ខ្លួនចង់បានអញ្ចឹងណាអូខេឥឡូវយើងចូលទៅកាន់ការពត់វាតែម្ដងយើងចូលមកកាន់ format នេះមកបាទអ
ចឹងយើងមើលទៅលើពាក្យថា edit shape នៅក្នុង edit shape នេះគឺយើងមើលទៅលើ edit point បាទអូខេដល់ត្រង់ចំណុចនេះយើងនឹងឃើញមានចំណុចខ្មៅៗនៅគែមទាំង4របស់វាចឹងមុននឹងធ្វើការចាប់ទាញអ្នកទាំងអស់គ្នាយកម៉ៅមកចុចលើនេះមកប៉ែសិនមកបាទមកចុចវាមួយសិនហើយយើងនឹងឃើញមានចំណុច2ទៀតអូខេអញ្ចឹងយើងធ្វើការទាញនៅត្រង់ចំណុចពណ៌ស4ជ្រុងនេះបាទចាប់ឲ្យជាប់អញ្ចឹងយើងចុចមកឲ្យជាប់មកហើយយើងធ្វើការរំកិលវាអញ្ចឹងបងប្អូនចង់បានម៉ូតប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅអូខេយើងមើលទាញទៅឆ្វេងទៅស្ដាំអញ្ចឹងមកណាអញ្ចឹងឧទាហរណ៍ថាខ្ញុំយកប៉ុណ្នេះចុះអូខេយើងមិនបាច់ដូចគេក៏បានដែរយើងធ្វើម៉ូតផ្សេងក៏បានដែរឬក៏បងប្អូនចង់បានតិចទៀតក៏បានដែរតិចទៀតទៅបាទអូខេប៉ុណ្ណឹងទៅហើយចាំជើងរំកិលឲ្យធំតិចទៀតក៏បានដែរណាបាទអូខេ4ជ្រុងនេះបាទចាប់ឲ្យជាប់អញ្ចឹងយើងចុចមួយនេះគឺយើងធ្វើការទាញដែរយើងធ្វើការទាញដូចគ្នាយើងអាចរំកិលវាបន្តិចមកដើម្បីឲ្យវាមើលទៅរៀងប៉ោងបន្តិចបាទអូខេយើងមើលថាស្អាតហើយចាំយើងយកតែម្ដងណាអូខេអានេះយើងទាញតិចទៀតមកបាទយើងទាញតិចទៀតមកអូខេយើងទាញឲ្យវាផតតិចទៀតមកយកប៉ុណ្ណេះក៏បានដែរអូខេអញ្ចឹងខ្ញុំគិតថាយកប៉ុណ្ណេះទៅស្អាតហើយយកប៉ុណ្ណេះក៏បានដែរអូខេអញ្ចឹងយើងយកប៉ុណ្ណេះបានហើយឥឡូវយើងធ្វើការចាក់ពណ៌ចូលបាទរួចរាល់ហើយអញ្ចឹងយើងបានអានេះមកយើងរួចរាល់មួយហើយយើងធ្វើការចាក់ពណ៌ចូលពណ៌របស់យើងគឺពណ៌លឿងគឺដើម្បីចាក់ពណ៌បានយើងចូលមកកាន់ fill detail អញ្ចឹងពណ៌បងប្អូនឲ្យមានចម្រើសច្រើនទី1យើងចាក់ទៅលើការលីពណ៌ស្រឡាញ់ពណ៌យើងលីខ្លួនឯងទៅបាទនេះពណ៌មានច្រើនអញ្ចឹងលើនេះខ្ញុំសូមរើសពណ៌លឿនតែម្ដងគឺខ្ញុំយកពណ៌លឿងនេះតែម្ដងបាទអូខេពណ៌លឿងយើងបានហើយបន្តមកទៀតយើងធ្វើការចាក់មួយនេះខាងមុខគឺយើង copy អានេះមួយទៀតមកយើងមកស្ដាំយើង copy វាមកហើយមកស្ដាំមួយទៀតយើងផាសវាចេញមកវិញអូខេអញ្ចឹងយើងបាន2ផ្ទៃវាអូខេយើងអូសវាមកអញ្ចឹងអានេះយើងដូរពណ៌ឲ្យទៅងាយស្រួលមើលបាទយើងចូល picture format នេះមកយើងចូលមកកាន់អូខេសំទោសអានេះច្រឡំអញ្ចឹងមិនយើង copy ច្រឡំអញ្ចឹងខ្ញុំសុំត្រឡប់ទៅក្រោយបន្តិចបាទអធ្យាស្រ័យអូខេយើងត្រឡប់ទៅក្រោយបន្តិចមិនខ្ញុំច្រឡំផាសមកជារូបភាពអញ្ចឹងយើង copy សារថ្មីអូខេហើយយើងផាសយកនេះបាទយកលើមិនខ្ញុំច្រឡំយកនេះអញ្ចឹងយើងយក keep secure formatting កន្លែងនេះកាលណាយកនេះចេញជារូបភាពអញ្ចឹងវាដូររូបភាពផ្សេងយើងអាចធ្វើបានទេអញ្ចឹងយើងដូរដាក់នេះមកអូខេអញ្ចឹងយើងចូលមក format នេះវិញយើងធ្វើការបដូរពណ៌ណាអូខេបដូរពណ៌ខ្ញុំចុចយកពណ៌នេះតែម្ដងឬក៏ធ្វើការលាយក៏បានដែរយើងអាចធ្វើការលាយមានពណ៌សុទ្ធតែម្ដងអញ្ចឹងខ្ញុំសូមយកពណ៌សុទ្ធទៅដើម្បីឲ្យលឿនកុំឲ្យយូរបាទអូខេខ្ញុំបានពណ៌នេះមកហើយអញ្ចឹងដល់ត្រង់ចំណុចនេះគឺយើងធ្វើដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើការទាញយើងចូលមកកាន់ save format នេះមកហើយយក edit ដដែលហើយយើងចាប់ផ្ដើមធ្វើការទាញដដែលអូខេយើងធ្វើការទាញវាមកទាញវាឲ្យមើលទៅឃើញហ្គេមឃើញអីមកបាទហើយនេះបងប្អូនធ្វើការទាញដែរមកបាទទាញនិយាយទៅស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងទៅបងប្អូនស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងបាទយើងមិនបាច់ចាំដូចក្នុងរូបរបស់គេក៏បានដែរយើងមើលទៅខ្លួនឯងស្រឡាញ់ប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅយើងអាចធ្វើការដាក់ម៉ូដផ្សេងអញ្ចឹងយើងធ្វើការទាញអញ្ចឹងមកបាទទាញវាទៅអូខេយើងធ្វើការទាញវាចឹងមកអូខេអញ្ចឹងយើងបានប៉ុណ្ណឹងអូខេខ្ញុំគិតថាប៉ុណ្ណេះបានខ្ញុំយកប៉ុណ្ណឹងចុះអូខេហើយអានេះលឿងនេះយើងអាចធ្វើការបន្ទាញវាទៅលើបន្តិចកុំឲ្យវាមើលទៅទូចពេកអត់សូវស្អាតទេអូខេយើងទាញវាទៅលើតិចទៀតក៏បានដែរបាទយកប៉ុណ្ណេះមកអានេះយើងខិតវាទៅលើដែរទៅយើងទាញវាបន្តិចទៀតបើសិនជាយើងមើលទៅជ្រុងឡើយនេះអត់តន់ស្អាតទេយើងធ្វើការទាញបន្ថែមក៏បានដែរយើងអាចធ្វើការទាញបន្ថែមទៀតតង់ជ្រុងហ្នឹងបាទយើងចាប់វាទាំងមកអញ្ចឹងក្នុងមេរៀននេះរៀងវែងតិចហើយបាទរៀងវែងតិចហើយអញ្ចឹងមើលឲ្យតន់តិចទៅបាទពួកអីមេរៀននេះរៀងច្រើនអញ្ចឹងបងប្អូនអាចធ្វើការមើលហើយកំណត់ចំណាំអូខេអញ្ចឹងខ្ញុំសន្មត់ថាប៉ុណ្ណឹងចុះទាញច្រើនពេកខ្លាចអត់ស្អាតអូខេខ្ញុំយកប៉ុណ្នេះហើយបាទប៉ុណ្នេះចុះបាទប៉ុណ្នេះចុះអូខេអញ្ចឹងយើងបានរួចរាល់ហើយយើងចាប់ផ្ដើមធ្វើការគូសរង្វង់មូលអញ្ចឹងអានេះ logo ទេអញ្ចឹងពេលដែលធ្វើហ្នឹងបងប្អូនត្រូវត្រៀម logo ឲ្យហើយមកបាទអញ្ចឹងយើងត្រៀម logo ឲ្យស្រេចមកអញ្ចឹងយើងធ្វើការគូសរង្វង់មូលមួយទៀតដើម្បីដាក់នៅគៀនខាងនេះអញ្ចឹងយើងចូលមកកាន់ shape នឹងដដែលយើងយករង្វង់មូលនេះមកអញ្ចឹងក្នុងការគូសរង្វង់មូលឲ្យមូលទៅល្អយើងធ្វើការចុចស៊ីមួយបាទមានន័យថាសកត់ស៊ីឲ្យជាប់ហើយយើងធ្វើការចុចអូសយកតែម្ដងយើងសកត់ស៊ីមកបាទអូខេខ្ញុំយកប៉ុណ្ណឹងចុះបាទយើងបានប៉ុណ្ណឹងមួយអញ្ចឹងក្នុងការអូសដើម្បីឲ្យរង្វង់មូលនឹងស្មើល្អ
cứ này tỏ cái thôi ca ô chủ mùi đang shift và còn shift hay chop hay chẳng thôi ca ô chẳng bên nó dương bàn vùng mũ sẵnแบบนี้ให้นะโอเคយើងធ្វើការបដូរពណ៌ក្នុងពណ៌នេះមានបណ្ដេញបែបនេះគឺយើងចូលមកកាន់gradient មកឬក៏យើងចូលមកកាន់នឹងឲ្យចូលមកកាន់ gradient មកអូខេឬក៏យើងលាយតែម្ដងក៏បានដែរនៅក្នុងនេះមាន effect វាស្រាប់ឧទាហរណ៍ឥឡូវខ្ញុំរើសយកពណ៌លឿងនេះតែម្ដងខ្ញុំដោះ fill វាចេញអាហ្នឹងអត់ដាក់ fill វាទេដូចតែមេរៀននេះដដែលទេបាទចឹងដោះ fill វាចេញមកហើយយើងចូលមក effect កន្លែងនេះបាទអញ្ចឹងយើងធ្វើការមករើសយកត្រង់មួយនេះអូខេនេះយក preset មកអញ្ចឹងយើងបាន mode នេះមកអូខេយើងបាន mode នេះមកហើយយើងសេរីវាមកបាទអូខេប៉ុណ្ណឹងស្អាតហើយចឹងបន្តមកទៀតការងារយើងធ្វើបន្តគឺយើងត្រូវទៅយក logo មកដាក់នៅក្នុងនេះបាទអញ្ចឹងដូចខ្ញុំជម្រាបចឹងថាពេលដែលយើងធ្វើគឺត្រូវត្រៀម logo ទុកឲ្យហើយបាទអញ្ចឹងគឺខ្ញុំចូលទៅបើក logo មកបាទយើងចូល open យក device របស់យើងអញ្ចឹងអ្នកទាំងអស់គ្នា save រូប logo នរណាទៅយកនៅហ្នឹងទៅអញ្ចឹងរូប logo របស់ខ្ញុំគឺខ្ញុំទុកនៅនេះបាទអូខេយើងអូសវាបញ្ចូលមកចានេះវានៅក្រោមអញ្ចឹងបងប្អូនអាចធ្វើការ copy មួយទៀតមកវាឡើងមកលើវិញហើយអូខេអញ្ចឹងមិញវាអត់ឡើងអញ្ចឹងខ្ញុំធ្វើការ copy នេះវិញបាទ copy នេះមកបាទយើងមកស្ដាំយើង copy វាមកអូខេបាទនេះយើងដាក់ប៉ុណ្្នឹងមកបាទអូខេអញ្ចឹងពេលបងប្អូនធ្វើគឺមាន logo ឲ្យហើយមកបាទមាន logo អញ្ចឹងទៅឆ្លាញ់ logo ដាក់ logo ហ្នឹងទៅមានត្រៀមខ្លួនឯងហើយសេះសល់ប៉ុន្មានអក្សរបាទបងប្អូនធ្វើការប្រើ text box មកណាអក្សរងាយស្រួលទេយើងប្រើ insert នេះមកយើងចូលមកកាន់ text box ហើយយើងធ្វើការ draw វាមួយមកបាទអញ្ចឹង draw មួយខ្ញុំសូម copy យកឡើងនេះម្ដងព្រោះអីមានហើយអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់ទេពេលដែលបងប្អូន draw text box មកគឺប្រកាសថាជាចប់នេះចប់ទី1ចប់ផ្ទៃបសអញ្ចឹងយើងធ្វើការដោះវាចេញផងកុំឲ្យវាពិបាកនៅថ្ងៃមុខថ្ងៃក្រោយយើងត្រូវការប្រើទៅវាចប់ផ្ទៃបសនឹងពីក្រោយមកចេញដោះចេញមកយើងចូល fill you know fill បាទប៉ុន្តែអត់តាន់អស់ទេនៅសល់បន្ទាត់ខ្មៅមួយទៀតបាទសល់បន្ទាត់ខ្មៅយើងយកអាហ្នឹងមកយក outline you know outline អញ្ចឹងពេលនោះអស់ហើយគឺអត់មានអីទៀតទេបាទបន្ទាត់ហ្នឹងគឺអត់មានទេអញ្ចឹងយើងសរសេរអក្សរចូលបានដែរអញ្ចឹងបងប្អូនសរសេរអក្សរចូលទៅហើយរើស mode រើសអីធម្មតាណា mode អក្សរស្រឡាញ់ mode អីយក mode ហ្នឹងទៅហើយពណ៌ស្រឡាញ់ពណ៌អីយកពណ៌ហ្នឹងទៅណាអញ្ចឹងអានេះខ្ញុំបង្ហាញលឿនដោយសារវីដេអូហ្នឹងរៀងយូរអញ្ចឹងបងប្អូនអានេះខ្ញុំ copy បង្ហាញយកតែម្ដងបាទខ្ញុំធ្វើការ copy យកតែម្ដងបាទអញ្ចឹងខ្ញុំយកដាក់អញ្ចឹងមកសេឈ្មោះបងប្អូនអញ្ចឹងណាហើយ mode យើងអាចលេងបានទេ mode យើងស្រឡាញ់ mode អីដាក់ mode ហ្នឹងទៅអញ្ចឹងអានេះខ្ញុំរៀបតាម model របស់ខ្ញុំអញ្ចឹងពេលអ្នកទាំងអស់គ្នាយកទៅប្រើអាចដាក់ model របស់រៀងខ្លួនទៅអញ្ចឹងស្រឡាញ់ mode អីយើងដាក់ mode ហ្នឹងមកហើយអានេះយើង copy វាដែរមកមកពិបាកយើងអង្គុយអូសថ្មីបាទយើងរៀបវាអញ្ចឹងមកអានេះយើងរៀបវាដែរមកបាទ copy វាអញ្ចឹងមកនេះមកលើហើយអូខេជាការស្រេចយើងបាននេះមកបានមួយបាត់ហើយស្អាតបាត់ឃើញទេហើយផ្នែកខាងក្រោមនេះអត់ពិបាកទេគឺយើងគូរង្វង់ដូចមិញមកយើងប្រើ shape ហ្នឹងមកហើយយើងចុច C ឲ្យចប់បាទហើយគូសវាមកស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងខ្ញុំយកប៉ុណ្នេះហើយខ្ញុំចុចយកពណ៌លឿងមកហើយដោះ outline ចេញផងបាទដោះវាចេញយក no មកអូខេហើយអញ្ចឹងយើងបានប៉ុណ្ណឹងហើយនេះយើង copy វាមកបាទឲ្យបាក់ពេក control អក្សរ C control អក្សរ V បាទ copy បាទហ្នឹងស្រួលទេ copy លឿនមែនទែន control C control V អូខេយើងរៀបវាដាក់ចឹងមកហ្នឹងហើយរៀបវាដាក់ចឹងមកហើយបន្តមកទៀត logo Facebook Telegram អីនេះអានេះ Facebook មាន email អីហ្នឹងបើសិនជាបងប្អូនត្រូវការចាំចូលទៅទាញចូលនៅក្នុង channel Telegram ទៅខ្ញុំដាក់ link នៅខាងក្រោមវីដេអូហ្នឹងអាចចូលទៅធ្វើការទាញយកបានរូបភាពហ្នឹងណាអញ្ចឹងហើយយើងដាក់អញ្ចឹងមកបាទយើង copy វាមកអានេះករណីមានស្រាប់ហើយខ្ញុំ copy បើសិនជាបងប្អូនមានយើងបញ្ចូលវាមកយើងទៅបើកកន្លែងរូបភាពមកយើងបញ្ចូលវាធម្មតាអញ្ចឹងណាអានេះខ្ញុំធ្វើលឿនទេអញ្ចឹងពេលធ្វើជាក់ស្ដែងបងប្អូនអង្គុយវាយវាទៅអាហ្នឹងណាបាទហើយបើចង់បានគំរូចាំខ្ញុំតម្លាក់គំរូឲ្យទៀតនៅក្នុងនឹងជូនអាចទៅទាញយកបាន free ហ្មងយកទៅប្រើទៅដាក់ឲ្យពេលធ្វើឲ្យ copy ចែកគ្នាទៅបាទយើងដាក់ឈ្មោះបាទនេះយើងរៀបចឹងមកយើងមើលរៀបឲ្យត្រង់ចឹងទៅអូខេយើងបង្ខិតវាតិចមកបាទអានេះអង្គុយធ្វើវាយូរដែរហ្នឹងអូខេយើងបានហើយយើងដាក់លេខទូរស័ព្ទដាក់អីចឹងមកបាទលេខទូរស័ព្ទយើងដាក់មកចឹងអានេះខ្ញុំ copy ទេខ្ញុំរៀបឲ្យមើលបាទយើងដាក់ចឹងមក
hay một ở so những lạnh một ấy đã một nâng từ mày đã tam nhung của ba này nữa chẳng một ở so đã xem như từ anh ấy Victor chẳng những ai pro về bên này tính mấy mà nó ấy thế đang xoay lơi chân lại riệp về chẳng dân riệp mấy cứ chẳng ấy ok chẳng những bàn bình nắng ok xa đấy bình nè cho nên dân copy trên nó mà anh ấy chạy sẽ mình copy anh ấy chạy sẽ nên tỏ nên thời ca vay về trồ nữa anh ấy nhầm thôi và hàng chẳng tới vì riêng lượn ok chắc dân bán bình nắng chứ những bàn này bàn môi sàn bà đây nè nhé chắc sầm rạp xem tiết cứ nên tỏ nên còn là thôi ca copy về má mà copy từ điệp về background á hay từ xe cho một chỗ tới hayยังเปลี่ยนมาจากการสลัดจังอะโอเคจังក្នុងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនអាចយកទៅអនុវត្តក្នុងការប្រើប្រាស់បានចឹងរកចម្ងល់ផ្សេងៗបងប្អូនអាចធ្វើការ comment ហើយសាកសួរបាននៅវីដេអូខាងក្រោមហ្នឹងចឹងវីដេអូនេះខ្ញុំសន្មតថាចប់ប៉ុណ្ណឹងហើយបាទចឹងសូមអរគុណច្រើនចំពោះការតាមដានទស្សនាអ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា